សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញពីសកម្មភាពចាក់ឈើរបស់ខ្ញុំបងប្អូននេះគឺជាសកម្មភាពចាក់ឈើប៉ាក់ដែលហៅថាឈើធម្មជាតិបងប្អូនឈើព្រៃមិនមែនឈើដាំទេនេះជាសកម្មភាពចាក់ឈើព្រៃបងប្អូនប៉ុន្តែឈើនេះគឺខ្ញុំចាក់នៅក្នុងស្រុកដោយសារថាឈើនេះគឺទិញពីបងដែលគាត់រោពីព្រៃមកទិញពីបងរោពីព្រៃមកគាត់ដូចជាគាត់រោព្រៃលក្ខណៈថារោសារងរោអីឬក៏រោនឹងជារោស្អីទេគាត់ថាគាត់រោតំណាំរោអីក្នុងព្រៃអញ្ចឹងណារោថ្នាំរោអីអញ្ចឹងទៅប៉ុន្តែគាត់ទៅជួបដើមអញ្ចឹងគាត់ទិញឲ្យថាគាត់កាប់មកហើយយកមកលក់ឲ្យពូហើយពូគាត់ក៏លក្ខណៈថាហៅពូខ្ញុំទៅជួយចាក់អញ្ចឹងបងប្អូនហើយចាក់នេះចាក់គ្នា 4-5 នាក់កឹបនេះបងប្អូនហើយមានអ្នកឡាវមានអ្នកកឹបអញ្ចឹងទៅបងប្អូនព្រោះឈើនេះច្រើនដែរបងប្អូនប៉ុន្តែឈើនេះមិនមែនជាឈើនៅស្រុកខ្មែរទេបងប្អូនឈើនៅស្រុកគេតែយើងទិញគេពីស្រុកគេមកជើងនឹងមានក្រហមមានខ្មៅអីលាយឡំគ្នាអញ្ចឹងយើងទិញវៃអ៊ូមកដើម្បីធ្វើអញ្ចឹងបងប្អូនតែប៉ុន្តែឈើនេះអត់ត្រូវយើងអត់ត្រូវទិញយកមកបងប្អូនព្រោះប្រភេទក្រហមយើងពិបាកលក់អត់ចេញទេឈើប្រភេទនេះហើយក៏អត់មានតម្លៃណាទេបងប្អូនប៉ុន្តែយើងទិញមកនេះគឺមានគោលការណ៍ដែលយើងត្រូវទិញព្រោះគាត់មានតុកបងប្អូនគាត់មានតុកឈើនេះគាត់ម្ចាស់នេះគាត់ហ្នឹងគឺមានតុកនេះតុកមួយដើមនេះគឺតុកនេះតុកធម្មជាតិបងប្អូនគឺតុកនេះមានទម្ងន់40 គីឡូជាងបងប្អូនគឺមានទម្ងន់40 គីឡូជាងហើយយើងដោយសារថាមានតុកហ្នឹងយើងទិញតុកហ្នឹងគូបជាមួយនឹងឈើប្រភេទហ្នឹងឈើប៉ាក់ឈើអីហ្នឹងតែប៉ាក់ហ្នឹងវាអត់តន់គ្រប់អាយុវាក្រហមតែនេះយើងទិញយកតុកមកហើយក៏គូបជាមួយគ្នាមកអញ្ចឹងណាបងប្អូនហើយឈើនេះគាត់ទិញគាត់យកមកចាក់ហ្នឹងប្រភេទឈើតាំងបងប្អូនអត់មានឈើនេះទេបើសិនជាយើងយកទៅធ្វើអីផ្សេងក៏បានប៉ុន្តែអ្វីដែលយើងធ្វើបានគឺយើងតាំងល្អអញ្ចឹងបងប្អូនឈើនេះបើសិនជាយើងយកតាំងល្អហើយក្រុមការងាររបស់ខ្ញុំនេះមាន 4-5 នាក់ចាក់បដើផឹកបដើបងប្អូនមើលឃើញកំប៉ុងស្រាហ្នឹងបងប្អូនតែគាត់ថាយើងមិនមែនថាយើងផឹកពេកទេអានេះគាត់ថាយើងចង់ហូបក៏ហូបទៅកែក៏ដាក់ឲ្យហូបអញ្ចឹងណាយ៉ាងអានេះគឺក្រុមពួកខ្ញុំនេះក្រុមមកចាក់ស៊ីឈ្នួលបងប្អូនមកចាក់ស៊ីឈ្នួលទេមិនមែនចាក់ឲ្យឈើរបស់ខ្លួនឯងទេហើយវីដេអូក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនពុកម៉ែបងប្អូនសម្រាប់ការតាមដានអរគុណបាយបាយ